ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបានសម្លអីទៀតហើយបាទមើលតមាត់ក៏ដឹងតែជាថ្ងៃនេះបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះញ៉ាំបាយថ្ងៃត្រង់បងប្អូនទាំងអស់គ្នាបាទហ្នឹងហើយមានបាទសាឡនម្ជូរក្រាក់បាទដាក់ម្ទេសធំបាទពុកម៉ែបងប្អូនហ្នឹងហើយយើងអត់ចង់ច្បាស់បាទនេះគឺជាគ្រឿងបាទដំស្លម្ជូរក្រាក់បាទចាប់ផ្ដើមកូរគ្រឿងហើយពុកម៉ែបងប្អូនអត់បានបុកគ្រឿងទេអានេះហើយសាឡនម្ជូរក្រាក់សាច់មាន់ជាមួយនឹងម្ទេសហាវ៉ៃធំបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយដំទាំងអស់ បាទចាប់ផ្ដើមហើយកូរគ្រឿងកូរសាច់ដាក់សាច់មាន់បាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទសាច់មាន់បាទកាច់ចិញ្ច្រាំជាតូចជាកង់តូចបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះចាប់ផ្ដើមដាក់ប៊ីចេងដាក់អំបិលដាក់ស្ករតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសាបឬក៏ប្រៃបាទពុកម៉ែបងប្អូនចុងភៅកូវិតបាទកូរទៀតហើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយគ្រឿងក្រៅដំបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទដំខ្ទឹមក៏ដំ ស្លឹកគ្រៃក៏ដំម្ដេងក៏ដំបាននេះចាប់ផ្ដើមដាក់ម្ជូរអំពិលហើយថាសឡម្ជូរក្រាក់សាច់មាន់ជាមួយនឹងម្ទេសហៅវ៉ៃម្ទេសធំបាទពុកម៉ែបងប្អូនបាទអត់ហ៊ានហៅម្ទេសអីទេហៅតែម្ទេសធំបាទម្ទេសហាវ៉ៃបងប្អូនមានលឿងមានខៀវមានក្រហមបាទបងប្អូនទាំងអស់គ្នាបាទមើលទៅទំនងឆ្ងាញ់ទៀតហើយបាទបងប្អូនទាំងអស់គ្នាបាទធ្វើតាមខ្ញុំក៏អត់ខុសដែរបងប្អូនទាំងអស់គ្នាបាទឆ្ងាញ់មានរសជាតិឆ្ងាញ់បាទសឡម្ជូរក្រាក់សាច់មាន់បាទពុកម៉ែបងប្អូនដាក់ម្រះព្រៅដាក់ម្ទេសធំហាវ៉ៃបាទបងប្អូនទាំងអស់គ្នាបាទ នេះចុងភៅចាប់ផ្ដើមកូវីដហើយកូយកបាទហ្នឹងហើយកូបាទនឹងឲ្យមកឆ្អិនបាទរងាស់ឲ្យរឿងផុយបាទបានឆ្ងាញ់បងប្អូនអរគ្នាបាទតាមចំណង់ចំណូលចិត្តបងប្អូនទេបាទម្ទេសហាវ៉ៃម្ទេសធំបាទឲ្យនៅជ្រប់ក៏ឆ្ងាញ់ដែរបងប្អូនអរគ្នាបាទឲ្យផុយក៏ឆ្ងាញ់ដែរតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនបាទនេះដាក់ម្រះព្រៅឲ្យបងប្អូនអរគ្នាបាទដាក់ម្រះព្រៅដាក់កូយកបាទនេះបាទរួចរាល់ហើយបងប្អូនអរគ្នាបាទមើលទៅទំនងទេ បាទចម្រុះពណ៌មានពណ៌ខៀវពណ៌ក្រហមបាទមានម្រះព្រៅបាទឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបាទមកសាបាយជាមួយខ្ញុំទាំងអស់គ្នាសាឡម្ជូរក្រាក់សាច់មាន់និងម្ទេសហាវ៉ៃបាទហៅថាម្ទេសធំបាទពុកម៉ែបងប្អូនបាទមកបាទមើលទៅទំនងឆ្ងាញ់ណាស់ចាប់ផ្ដើមហើយបងប្អូនអរគ្នាបាទឆ្ងាញ់បាទអូដល់ហើយណាមើលកំមត់ក៏ដឹងថាឆ្ងាញ់ដែរបងប្អូនអរគ្នាអើយបាទមកហូបបាយជាមួយខ្ញុំបាទថ្ងៃត្រង់បាទពុកម៉ែបងប្អូនបាទនេះចាប់ផ្ដើមហើយមួយបាទញ៉ាំមួយ បាទមានសន្លប់ពីរមុខបាទបងប្អូនអរគ្នាបាទហ្នឹងហើយនេះចាប់ផ្ដើមហើយអូដល់ហើយមើលតែមាត់ក៏ដឹងថាឆ្ងាញ់ដែរបាទបាទឆ្ងាញ់ណាស់អរគុណច្រើនបាយបាយជួបវីដេអូក្រោយទៀតបាទអរ